សួស្តីបងប្អូនដែលទស្សនាវីដេអូខ្ញុំទាំងអស់គ្នានឹងថ្ងៃនេះមានវីដេអូចែកម្លែកមួយទៀតហើយតើតើនឹងការដូរថ្ម iPhone 13ពិបាកដូរណាដូរនឹងញ័រដៃញ័រជើងដោយសារតែថ្មវាប៉ោងហើយ frame រៀងហើបពុះអេក្រង់វា100អីដែរ100ជាងហើយស៊ីនតែខូចឯសងគេនេះអត់អីឯងខ្ញុំកោះប្រយ័ត្នដែរដូរបានតម្លៃរៀងធូររឿងថោកឲ្យគេហើយខ្លាចខូចអេក្រង់ទៀតណានេះយើងកោះយើងមូលប៉ាំងដែលគ្រប់ទៅលើ sensor វាហ្នឹងហើយនឹងអានេះប៉ាំងគ្រប់ទៅលើខ្សែស្នាប់អេក្រង់ហើយនឹងថ្មមូលវានេះមកប្រយ័ត្នតិចខ្លាចផ្លាត់វាចំខ្សែអេក្រង់ចំអីហ្នឹងម៉ូព្រោះទូរស័ព្ទនេះសំណុំស៊ីនអត់ដែរកោះរុះរើកាវក៏កោះស្អិតដែរប៉ុន្តែដោយសារថ្មវាប៉ោងការប្រើប្រាស់ផងយើងជាការប្រើនឹង power bank ឬក៏សាកបដាលេងបដាអញ្ចឹងណាអាហ្នឹងក៏ជាបញ្ហាដែរនោះចង់វាធាក់មកខាងអេក្រង់ផងធាក់ទៅខាងក្នុងក្រោយនឹងបែកទៀតនឹងអានេះយើងដោះស្នាប់ថ្មចេញមុនសិនមកមុននឹងយើងដោះស្នាប់នេះស្នាប់ sensor ខាងលើវាហើយនឹងអេក្រង់យើងការពារវាគប់ម៉ាស៊ីនខូចម៉ាស៊ីនគេអញ្ចឹងណានេះវាលមូកាវអត់ចេញទេអាកាវក្បាលថ្មវាហ្នឹងដាច់អស់ហើយមានប្រើ spray បាញ់ spray ក៏នេះប៉ោងមែនទេនេះមានទម្ងន់10ខែទម្ងន់9ខែតែតិចទៀតទុកនេះយើងដល់វគ្គសម្អាតហើយសម្អាតវាតាម frame ពូកាវជ្រាបទឹកគេនៅរៀងស្អាតដែរខ្ញុំខ្ជិលលមូផងគេចាញ់វាយើងអាចប្រើបានម្ដងទៀតដែរពួកប្រភេទអេក្រង់ស៊ីនអីកាវវាស៊ីនអញ្ចឹងយើងលមូទៅដាក់ថ្មីទៅខ្លាចវាមិនជាប់ដូចផនវាដើមអញ្ចឹងយើងប្រើផនវាដើមទាំងអស់នេះថ្មយើងយកមកហ្នឹងហើយនេះប្រភេទថ្មកានពែយើងដាក់ចូលឃើញថ្មពេលវាអត់ប៉ោងដាក់ទៅស្មើល្អពេលមិញវាប៉ោងដាក់នឹងមើលទៅក្នុងប៉ោងស្ទូលនេះយើងកឹបស្នាប់អេក្រង់មុនខ្ញុំនេះខ្ជិលនេះកឹបឲ្យហើយបើកគ្រឿងតេះឲ្យចាប់យកជិលវិញឆ្ងាយអញ្ចឹងយើងលឿនកាមេរ៉ាក៏យើងអត់ភ្លេចដែរពូប្រភេទកាមេរ៉ាពួកហ្នឹងតែត្រូវគេចៅដៃគឺស្នាមឲ្យខូចហើយនេះយើងបើកចេញយើងតេស្តមើលនេះយើងមូលវាគ្រប់ទៅលើប៉ាំងថ្មអីហើយស្នាប់អេក្រង់វាអីអស់អញ្ចឹងណានេះខាងលើនេះយើងមូលកន្លែងប៉ាំង sensor នឹងអានេះដល់វគ្គខ្ញុំចាក់លេងហើយផ្ទះ